គោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់មកសិក្សាស្វែងយល់និងរៀនពីបញ្ហាដែលតែងតែបង្រៀនយើងជាប្រចាំនៅក្នុងជីវិតរបស់យើងបច្ចុប្បន្នប្រចាំថ្ងៃតើសួរថាតើមាននរណាខ្លះដែលមិនធ្លាប់ជួបនៅបញ្ហាណាគ្រប់គ្នាទាំងអស់សុទ្ធតែជួបនៅបញ្ហាដូច្នេះសង្គមយើងភាគច្រើននៅពេលដែលយើងជួបនៅបញ្ហាតែងតែមានអារម្មណ៍ថាតូចចិត្តកាត់ទុកឬក៏ពេលខ្លះគិតថាខ្លួនឯងមិនមានសំណាងល្អដូចគេអញ្ចឹងបើយើងមានអារម្មណ៍បែបនេះប្រសិនបើយើងសួរខ្លួនឯងបកត្រឡប់ទៅសួរខ្លួនឯងវិញថាតើបញ្ហាទាំងអស់ដែលចូលមកក្នុងជីវិតរបស់យើងវាមិនមែនបំផ្លាញជីវិតរបស់យើងទាំងស្រុងនោះទេប៉ុន្តែបញ្ហាមួយចំនួនក៏វាបានបង្រៀនឲ្យយើងចេះរឹងមាំជាងមុនផងដែរប៉ុន្តែរាល់បញ្ហាវាហាក់បីដូចជាគ្រូបង្រៀនដ៏ល្អម្នាក់ដែលតែងតែផ្ដល់នៅមេរៀនជីវិតដ៏មានតម្លៃតាមរយៈនៃការសាកល្បងតាមរយៈនៃការធ្វើតេស្តល្បងប្រាជ្ញារបស់យើងជាដើមដើម្បីឲ្យជីវិតរបស់យើងរឹងមាំជាងមុនពេលខ្លះយើងអាចធ្វើតេស្តសមត្ថភាពតទៅនឹងផ្លូវចិត្តរបស់យើងចង់ដឹងថាតើផ្លូវចិត្តរបស់យើងរឹងមាំប៉ុណ្ណាផងដែរដូច្នេះប្រសិនបើយើងជួបរាល់បញ្ហាទាំងអស់នេះយើងត្រូវរៀនសិក្សាអំពីបញ្ហាទាំងអស់នោះដោយចាត់ទុកថាបញ្ហាគឺជាគ្រូបង្រៀនដ៏ល្អម្នាក់ដើម្បីពង្រឹងស្មារតីដើម្បីពង្រឹងនៅផ្លូវចិត្តរបស់យើងឲ្យរឹងមាំជាងមុនដូច្នេះនៅក្នុងជីវិតរបស់យើងជាក់ស្ដែងប្រសិនបើយើងមិនធ្លាប់ជួបនៅបរាជ័យនោះយើងមិនស្គាល់ពីតម្លៃនៃភាពជោគជ័យនោះទេប្រសិនបើយើងជួបមិនដែលធ្លាប់ជួបនៅការឈឺចាប់នោះយើងមិនអាចយល់ឲ្យបានស៊ីជម្រៅនៃភាពរឹងមាំផ្លូវចិត្តរបស់យើងបានដែរព្រោះរាល់បញ្ហាទាំងអស់ដែលបានឆ្លងកាត់នៅក្នុងជីវិតរបស់យើងវាត្រូវបានបន្សល់ទុកនៅបទពិសោធន៍ដ៏ល្អមួយដែលធ្វើឲ្យយើងចេះគិតពិចារណានិងមានភាពវៃឆ្លាតនិងរឹងមាំជាងមុនផងដែរបើយើងក្រឡេកទៅមើលដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធមុនពេលដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គមិនមែនគង់នៅលើផ្ទៃដ៏ធំល្វឹងល្វើយហាក់បីដូចជាគ្មានបញ្ហានោះដែរព្រះអង្គគឺត្រូវបានប្រឈមមុខនឹងឧបសគ្គជាច្រើនជាពិសេសគឺមាននឹងតែម្ដងដែលតាមរំខានដែលតាមសាក់លបងចិត្តរបស់ព្រះអង្គគ្រប់ពេលវេលាក៏ប៉ុន្តែព្រះអង្គមិនដែលចាត់ទុកមាឬក៏បញ្ហាទាំងអស់នោះគឺជាសត្រូវរបស់ព្រះអង្គឡើយគឺព្រះអង្គបានចាត់ទុកមាចាត់ទុកបញ្ហាទាំងអស់នោះគឺជាអ្នកជួយជ្រោមជ្រែងដែលតាមសាក់លបងនៅបារមីរបស់ព្រះអង្គឲ្យកាន់តែមានចិត្តស្ងប់ឡើងរឹងមាំជាងមុននិងមានការគិតពិចារណាឲ្យបានជ្រាលជ្រៅជាងមុនផងដែររហូតដល់ព្រះអង្គបានស្វែងរកនៅផ្លូវរំដោះទុក្ខដែលហៅថាការត្រាស់ដឹងបានសម្រេចនៅព្រះនិព្វានដូច្នេះដំណើរដើមតងរបស់ព្រះសម្មាសម្ពុទ្ធបានបញ្ជាក់ថារាល់បញ្ហាឬឧបសគ្គគឺជាខ្នាតវាស់ស្ទង់មតិសមត្ថភាពនិងជាអ្នកបណ្ដុះនៅភាពស៊ាំនៃភាពរឹងមាំនៅក្នុងជីវិតរបស់យើងផងដែរដូចនេះមានពាក្យមួយដែលចាស់យើងតែងតែពោលថាមាសសុទ្ធតតែឆ្លងកាត់នៅការដុតកំឡុចអំពីភ្លើងទើបយើងដឹងថាមាសសុទ្ធមិនខ្លាចភ្លើងរីឯមនុស្សខ្លាំងតតែឆ្លងកាត់រាល់បញ្ហារួចចូលរួមដោះស្រាយបញ្ហាទើបជាមនុស្សខ្លាំងពិតប្រាកដហ្នឹងជាចុងក្រោយខ្ញុំសូមរំលឹកដល់បងប្អូនទាំងអស់គ្នាថានៅពេលដែលយើងជួបនៅបញ្ហាសូមបងប្អូនទាំងអស់គ្នាកុំរត់គេចពីបញ្ហាសូមចូលរួមដោះស្រាយបញ្ហាប្រឈមមុខជាមួយវាទោះបីជាបញ្ហានោះតូចក្តីធំក្តីនៅកន្លែងនេះត្រូវយើងចេះថ្លឹងថ្លែងទៅនឹងពេលវេលាដែរថាបញ្ហាមួយចំនួនគឺយើងត្រូវការពេលវេលាដើម្បីដោះស្រាយដូច្នេះបញ្ហាធំប្រសិនបើយើងដោះស្រាយតាមតក់ក្រហល់តាមកំរោលវាអាចនឹងធ្វើឲ្យយើងខាតបង់ជាច្រើនមែនទែន
របៀបនៃការដោះស្រាយមានពីរវិធីសាស្ត្រតាមហិង្សានិងអហិង្សាសកម្មមានពីរហ្នឹងដូច្នេះវិធីសាស្ត្រនៃការដោះស្រាយដ៏ល្អបំផុតគឺដោះស្រាយតាមបែបអហិង្សាសកម្មតាមបែបសន្តិវិធីអញ្ចឹងបញ្ហាមួយចំនួនគឺវាត្រូវការពេលវេលាដើម្បីដោះស្រាយប្រសិនបើបញ្ហានោះបានធ្វើឲ្យផ្លូវចិត្តរបស់យើងពុះកញ្ជ្រោលច្របូកច្របល់ទៅជាខឹងមួម៉ៅច្រើនសូមយើងទាំងអស់គ្នាសម្រាកបន្តិចដកដង្ហើមឲ្យបានវែងរួចទៅសម្រាកមួយផ្លែឬក៏ទៅធ្វើអីផ្សេងដើម្បីបន្លប់អារម្មណ៍របស់យើងដូច្នេះប្រសិនបើយើងដោះស្រាយទាំងអារម្មណ៍ដែលកំពុងតែច្របូកច្របល់បែបនេះវាអាចនឹងធ្វើឲ្យយើងនឹងផ្លាត់ស្នៀតខុសឆ្គងច្រើនពេលខ្លះវាអាចធ្វើឲ្យយើងនឹងប្រើប្រាស់នៅពាក្យសម្ដីគំរោះគំរើយកំហឹងជេរប្រមាថមើលងាយគ្នាកាលណាបើយើងប្រើពាក្យសម្ដីទាំងអស់នេះទាំងអារម្មណ៍ដែលយើងមិនស្ងប់បែបនេះវាអាចធ្វើឲ្យយើងមាននៅវិបដិសារីពេញមួយជីវិតផងដែរព្រោះវាជាសម្ដីចាក់ដោតព្រោះវាជាសម្ដីមើលងាយអ្នកដទៃព្រោះវាជាសម្ដីដែលនិយាយទៅត្រគោះត្រកោកត្រគោះបក់បោកដែលធ្វើឲ្យបំផ្លាញផ្លូវចិត្តរបស់អ្នកដទៃនៅពេលដែលយើងភ្ញាក់ខ្លួនវាត្រូវបានហួសពេលទៅហើយដូច្នេះមុននឹងយើងដោះស្រាយបញ្ហាអ្វីមួយសូមចូលរួមដោះស្រាយតាមបែបសន្តិវិធីជាវិធីសាស្ត្រនៅក្នុងការដោះស្រាយដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នាដូច្នេះនៅពេលដែលយើងជួបបញ្ហាសូមយើងសួរខ្លួនឯងថាតើបញ្ហាមួយនេះវាកំពុងបង្រៀនអ្វីខ្លះដល់យើងទាំងអស់គ្នាអញ្ចឹងរាល់បញ្ហាទាំងអស់ប្រសិនបើយើងបដូររបៀបនៃការគិតថាពេលខ្លះយើងធ្លាប់គិតថាហេតុអ្វីបានជាបញ្ហាទាំងអស់នេះកើតឡើងមកលើរូបខ្ញុំយើងបដូរប្រយោគនេះទៅជាប្រយោគមួយទៀតថាតើបញ្ហាទាំងអស់នេះបានបង្រៀនអ្វីខ្លះដល់ខ្ញុំនោះយើងនឹងមើលឃើញពីពន្លឺនៃប្រាជ្ញាស្មារតីរបស់យើងឲ្យកាន់តែភ្លឺឡើងហើយមានវិធីសាស្ត្រដោះស្រាយដ៏ល្អមួយនៅក្នុងជីវិតរបស់យើងផងដែរដូច្នេះសូមយើងទាំងអស់គ្នារៀនដោះស្រាយតាមបែបសន្តិវិធីបដូររបៀបនៃការគិតពីអវិជ្ជមានទៅជាផ្លូវផ្សេងមួយទៀតដែលអាចធ្វើឲ្យដំណោះស្រាយរបស់យើងនឹងឈានទៅរកភាពជោគជ័យណាព្រោះបញ្ហាមួយចំនួនវាយើងអត់អាចដើរលើផ្លូវមួយត្រូវទេយើងត្រូវមានផ្លូវមួយទៀតអញ្ចឹងបើផ្លូវមួយទៀតខុសយើងអាចរកវិធីសាស្ត្រមួយទៀតប៉ុន្តែត្រូវរកតាមបែបសន្តិវិធីដែលដូចដែលអ្វីដែលខ្ញុំបានជម្រាបឡើងខាងលើអញ្ចឹងដែរដូច្នេះខ្ញុំមានត្រឹមប៉ុណ្ណេះសង្ឃឹមថាយើងទាំងអស់គ្នាសុទ្ធតែជួបនៅបញ្ហាហើយការដោះស្រាយបញ្ហាមានពីរតាមបែបហិង្សាសកម្មនិងអហិង្សាសកម្មជាដំណោះស្រាយល្អបំផុតសូមយើងទាំងអស់គ្នាចូលរួមដោះស្រាយតាមបែបអហិង្សាសកម្មគឺជ្រើសរើសយកភាពសន្តិភាពដើម្បីមកដោះស្រាយបញ្ហាទាំងអស់គ្នាជៀសវាងការប្រើប្រាស់ពាក្យសម្ដីលុះលួឬក៏ប្រើកាយវិការណាមិនសមរម្យសូមចូលរួមដោះស្រាយបញ្ហាទាំងអស់តាមបែបសន្តិវិធីទាំងអស់គ្នា